មិនមកគ្នាមើលស្អាតទេនេះស្អាតអត់ហាឯងនេះចាប់ត្មងហើយមកវត្តឬក៏មកអួតសម្រស់នឹងហាអេនិយាយអញ្ចឹងយប់នេះឯងមកបោះបាយបិណ្ឌអត់អូយយប់មកបោះបាយបិណ្ឌណាបាយបិណ្ឌបាយបើស្អីទេគ្នាខ្ជិលណាយកពេលដេកវិញប្រសើរជាងយកបាយទៅបោះចោលទេអូយស្ដាយបាយណាឯងនេះចាំមែនហើយគេប្រារព្ធពិធីតាំងពីដូនតាមកមិនក៏ឯងនិយាយបែបនេះណែគេទៅបោះបាយបិណ្ឌនេះណាគឺសម្រាប់ខ្មោចប្រែតអនាថាគ្មានសាច់ញាតិផៅសដានឧទ្ទិសកុសលជូនដល់គេដើម្បីមកទទួលបាយបិណ្ឌនេះអូយដូនតាគ្នាណាគ្មានអាណាកាត់ជាប្រែតទេណូបែបឡើងឋានសួគ៌អស់ហើយក៏មិនដឹងណាហើយកល្យាណអើយយើងមើលមិនឃើញទេមនុស្សសាងបុណ្យសាងបាបធ្វើល្អធ្វើអាក្រក់ដោយមិនដឹងខ្លួនដូច្នេះយើងមិនដឹងឡើយថានឹងកាត់ទៅជាស្អីបើយើងគ្រាន់តែធ្វើបុណ្យដើម្បីជូនពួកគាត់ក៏មិនខុសអីដែរអូយធុញឯងណាខ្ជិលរាប់បាត់រាប់ស្អីណាវើយយកបាច់ទៅសេវិញប្រសើរជាងយើងទៅវិញហើយទៅនៅក្នុងវត្តក្រែងបានជួបប្រុសស្អាតមួយគ្រាន់បានធ្វើថ្នាំជ្រាញ់ឯងណានាងមនុស្សល្អអើយកល្យាណអើយហេតុអីនិស្ស័យរបស់ឯងមិនដូចជាពុកម៉ែរបស់ឯងអញ្ចឹងអាណិតតែមានសំទេអូយយ៉ាប់ណាស់គ្មានចេះមើលថែឪពុកម្ដាយណាហើយជារឿងគេទេកុំខ្វល់អីកន្ធាអើយបានត្រឹមតែអាណិតតែឯងក៏មិនអាចជួយអ្វីបានដែរបន្ទាប់ពីគន្ធាបានរាប់បាតប្រគេនចង្ហាន់រួចហើយគន្ធាក៏បានដើរត្រឡប់មកផ្ទះវិញហើយមកដល់មុខផ្ទះរបស់កល្យាណនាងក៏បានឃើញមីងសំកំពុងគេងយំលើគ្រែតែម្នាក់ឯងយ៉ាងកំសត់ពេកក្រៃនាងក៏បានចូលទៅសួរសុខទុក្ខជំរាបសួរមីងចាលើកដៃថ្វាយព្រះក្មួយតើមីងកាត់អីមិនបានជាមីងយំចឹងមីងឃ្លានក្មួយអើយមីងยังមិនទាន់បានហូបបាយនៅឡើយទេហើយចុះកល្យាណមិនបានដួសបាយឲ្យមីងពិសាទេហ៎នេះគេនៅមិនទាន់ដល់ផ្ទះទៀតទេអត់ទេក្មួយបាយនៅក្នុងឆ្នាំងក៏គ្មានអង្គក៏អស់មីងឃ្លានខ្លាំងណាស់ក្មួយអើយមីងខ្ញុំនៅសល់បាយខ្លះមកពីវត្តបើមីងមិនប្រកាន់ទេមីងពិសាបាយនេះចុះពិតមែនទេមីងអរគុណណាស់ក្មួយមីងមិនប្រកាន់អីទេឲ្យតែបានបាយហូបឆ្អែតមីងអរណាស់ទៅហើយក្មួយបានចឹងមីងពិសាចុះចាស់ក្មួយអូយមីងឆ្អែតហើយក្មួយហើយមីងអរគុណក្មួយណាស់ចាមិនអីទេមីងអញ្ចឹងក្មួយគិតលៀនណាមីងសិនហើយព្រោះក្មួយប្រញាប់ទៅរៀបចំបាយដើម្បីទៅបោះបាយបិណ្ឌនៅព្រឹកនេះចាសូមក្មួយទៅចុះ